កាលណាបើសត្វលោកនឹងត្រូវបានធម៌ពីរយ៉ាងនឹងរួបរិទ្ធហើយទោះបីជាប្រាថ្នាសេចក្តីសុខនឹងក៏អត់បានដែរទី1គឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាដោយសារតែសត្វលោកយើងនឹងនៅក្នុងចិត្តសន្តានហ្នឹងគឺសម្បូរទៅដោយធម៌ច្រណែនបល័យថាអ៊ីសាទី2គឺសត្វលោកនឹងឯងត្រូវបានកិលេសរួបរិទ្ធគឺមច្ឆរិយៈគឺការកំណាញ់ជាបឋមខ្ញុំកណាសូមនមស្ការក្រាបបង្គំបរតនត្រ័យទាំង3ដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាសូមនមស្ការក្រាបបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទក្នុងវេលាឱកាសនេះខ្ញុំកណាអាត្មាភាពក៏នឹងបានឱកាសពេលវេលារតនីនៅព្រះធម៌ខ្លះយកមកប្រកេននិងចែកជូនដល់ញាតិញោមជាធម្មទានជាទូទៅមនុស្សយើងម្នាក់នៅក្នុងបច្ចុប្បន្ននេះក្តីទៅប្រាក់លោកគឺលោកដតីក្តីយើងតែងតែចង់បានសេចក្តីសុខរហូតដល់យើងធ្វើបុណ្យធ្វើអីក៏ដោយគឺយើងតែងតែចង់បានសេចក្តីសុខដើម្បីយើងខំប្រឹងប្រែងប្រកបការងារចិញ្ចឹមជីវិតឬក៏ធ្វើនៅកិច្ចការងារផ្សេងគ្រប់បែបយ៉ាងយ៉ាងណាណីគឺចង់បានសេចក្តីសុខណាប៉ុន្តែញាតិញោមក៏ដូចជាលោកម្ចាស់គ្រប់ព្រះអង្គណាយើងមានដែរសួរខ្លួនឯងថាហេតុអីបានជាអាត្មាអញចង់បានសេចក្តីសុខខំប្រឹងប្រែងចង់បានសេចក្តីសុខណាស់រាល់ថ្ងៃប៉ុន្តែវាអត់បានសេចក្តីសុខអត់បានសេចក្តីសុខដូចអ្វីដែលខ្លួនឯងចង់បានព្រោះថាយើងចង់បានសេចក្តីសុខនឹង100អញ្ចឹងវាបានតែ 2% ឬក៏ 3%សេចក្តីហ្នឹងគឺមានសម្ដែងនៅក្នុងសកបញ្ញហសូត្រនោះសកទេវរាជហ្នឹងបានចូលទៅសួរព្រះសម្មាសម្ពុទ្ធសួរថាសត្វលោកហ្នឹងចង់បានសេចក្តីសុខណាខំប្រឹងប្រែងធ្វើនៅកម្មផ្សេងហ្នឹងគឺចង់បានសេចក្តីសុខប៉ុន្តែវាអត់បានសេចក្តីសុខជាងមូលហេតុអីព្រះអង្គតើសត្វលោកហ្នឹងត្រូវធម៌អីរួបរិទ្ធទៅប្រាថ្នាសេចក្តីសុខហើយប៉ុន្តែអត់បានសេចក្តីសុខទៅព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបពិតទេវេនមន្តៈកាលណាបើសត្វលោកហ្នឹងត្រូវបានធម៌ពីរយ៉ាងនឹងរួបរិទ្ធហើយទោះបីជាប្រាថ្នាសេចក្តីសុខហ្នឹងក៏អត់បានដែរទី1គឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាដោយសារតែសត្វលោកយើងហ្នឹងនៅក្នុងចិត្តសន្តានហ្នឹងគឺសម្បូរទៅដោយធម៌ច្រណែនបល័យថាអ៊ីសាទី2គឺសត្វលោកនឹងឯងត្រូវបានកិលេសរួបរិទ្ធគឺមច្ឆរិយៈគឺការកំណាញ់អញ្ចឹងញាតិញោមត្រូវចាំថាក្នុងជីវិតរស់នៅរាល់ថ្ងៃកាលណាបើយើងសម្បូរទៅដោយការច្រណែនគឺថាយើងអត់ចង់ឲ្យអ្នកដទៃនឹងលើយើងអត់ចង់ឲ្យអ្នកដទៃល្អជាងយើងឬក៏ថាឃើញគេល្អឃើញគេប្រសើរឃើញគេស្អាតឃើញគេមានទ្រព្យសម្បត្តិហើយយើងអត់ត្រេកអរគឺថាចិត្តរបស់យើងអត់បានសេចក្តីសុខទេហើយចំណុចទី2នោះក្នុងការរស់នៅបើសិនជាយើងអត់មានការចែករំលែកជួយសង្គ្រោះអ្នកដទៃដូចថាយើងបានអ្វីមកយើងគិតតែពីប្រើប្រាស់តែឯងឬក៏ថាយើងមិនបានចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ឬក៏ញាតិមិត្តបងប្អូនមិត្តភក្តិអីទេយើងក៏អត់បានសេចក្តីសុខដែរអញ្ចឹងធម៌ពីរយ៉ាងនេះឯងដែលជាហេតុនាំឲ្យជីវិតរបស់យើងហ្នឹងអត់មានសេចក្តីសុខអត់មានសេចក្តីចម្រើនផ្ទុយទៅវិញកាលណាបើលោកម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទចង់បានសេចក្តីសុខគឺយើងត្រូវរៀនធ្វើចិត្តឲ្យសប្បាយរីករាយត្រេកអរកុំចំណែនឈ្នានេះនឹងអ្នកដទៃឃើញគេមានបានឃើញគេបានសេចក្តីសុខយើងចេះត្រេកអរនៅអ្វីដែលគេមានទី2ត្រូវចេះចែករំលែកនៅអ្វីដែលយើងមានហ្នឹងទៅកាន់មនុស្សជុំវិញយើងកាលណាបើយើងមិនមានសេចក្តីច្រណែនកាលណាបើយើងមានការចែករំលែកគឺយើងនឹងបានសេចក្តីសុខទាំងបច្ចុប្បន្នទាំងប្រាក់លោកសូមអនុមោទនា